នៅសល់តែមិនប្រមាណថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានមកដល់ដែលគេរំពឹងថាព្រឹត្តិការណ៍នេះនឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករនឹងមកកម្សាន្តហើយនឹងធ្វើឲ្យចំណូលបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់លោកធឹមសេរីវុឌ្ឍប្រធានស្ដីទីមន្ទីរទេសចរខេត្តសៀមរាបបានឲ្យដឹងថារហូតមកដល់ពេលនេះប្រតិបត្តិការទេសចរទាំងអស់នៅក្នុងខេត្តសៀមរាបគឺបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់បម្រើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលនឹងមកកម្សាន្តនៅខេត្តសៀមរាបក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តចំពោះការកក់ស្ថានភាពនៅក្នុងសេវាស្នាក់នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះយើងឃើញថាសម្រាប់ស្ថានភាពពីស្តុបពេទ្យគន្តិបុប្ផារហូតទៅដល់ស្ពានអង្គរពើគឺយើងឃើញថាមានការកក់ប្រមាណជា 95% នៅថ្ងៃអង្គរសង្ក្រាន្តក្នុងរយៈពេល3ថ្ងៃហ្នឹងហើយក្នុងរយៈពេល3ថ្ងៃនៃអង្គរសង្ក្រាន្តនឹងដែរគឺបើយើងគិតពីស្តុបចុងកៅស៊ូមកដល់ស្តុបពលានហោះយើងឃើញថាប្រមាណជា 80% ដែលទទួលបានការកក់របស់ 85% ដែលទទួលបានការកក់ពីអតិថិជនបាទហើយចំពោះស្ថានភាពដែលនៅឆ្ងាយពីតំបន់ទាំងនោះគឺប្រមាណជា60 ទៅ 65% ដែលបានការកក់បាទហើយយើងគិតថាពេលដែលកាន់តែគៀកទៅវាអាចនឹងមានចំនួនច្រើនទៀតដោយសារថាបងប្អូនខ្មែរយើងពេលខ្លះគាត់ក៏មិនកក់ដែរគាត់មកដល់គាត់រកកន្លែងស្នាក់នៅតែម្ដងបាទអញ្ចឹងគឺសម្រាប់ផ្ទះសំណាក់វិញផ្ទះសំណាក់គឺយើងឃើញថាតំបន់ផ្លូវជាតិលេខ6ម្ដុំយើង Pub Street ហើយនឹងភូមិតាផលជាតំបន់ដែលជិតនៃកន្លែងរៀបចំព្រឹត្តិការណ៍នៃបុណ្យចូលឆ្នាំនេះគឺយើងឃើញថាប្រមាណជា 80 ទៅ 85% ដែលបានកក់ហើយចំពោះតំបន់ដែលផ្សេងក្រៅពីតំបន់ដែលជិតក្រុងហ្នឹងតំបន់ដែលនៅឆ្ងាយគឺប្រមាណជា60 ទៅ 65% ដែលបានកក់បាទនេះគឺជាអ្វីដែលយើងឃើញថាទទួលបានការកក់ព្រោះយើងដឹងហើយថាសម្រាប់ផ្ទះសំណាក់គឺភាគច្រើនគឺសម្រាប់ភ្ញៀវទេសចរក្នុងស្រុកបាទដូច្នេះយើងឃើញថាគាត់អាចនឹងមានលទ្ធភាពមករកកន្លែងស្នាក់នៅបានទៀតដោយសារតែខ្ញុំបានលើកឡើងនេះគឺតំបន់ដែលនៅជិតដងស្ទឹងសៀមរាបតំបន់ផ្លូវជាតិលេខ6និងតំបន់ទីប្រជុំជននៅ Pub Street ដូច្នេះនៅតំបន់ដែលឆ្ងាយពីនេះគឺយើងនៅមានបន្ទប់មួយចំនួនទៀតដែលអាចគាត់កក់បានហើយគាត់អាចចូលមកដល់ក៏រកកន្លែងស្នាក់នៅបានដែរអង្គរសង្ក្រាន្តនៅខេត្តសៀមរាបនេះគឺជាផ្នែកទាក់ទាញមួយយ៉ាងធំដោយសារថាយើងក៏មានតំបន់សក្តានុពលយ៉ាងសំខាន់ជាពិសេសគឺប្រាសាទនិងបេតិកភណ្ឌរបស់យើងផងហើយនឹងមានព្រឹត្តិការណ៍ច្រើនដែលបច្ចុប្បន្ននេះគឺយើងឃើញថាសសយុកក៏បានរៀបចំព្រឹត្តិការណ៍ដូចជាសិល្បៈវប្បធម៌ផ្សេងនេះដែលពលិចច្រើនជាងព្រឹត្តិការណ៍នៃអង្គរសង្ក្រាន្តលើកមុនទៀតដូច្នេះធ្វើឲ្យខ្ញុំគិតថាចំណូលចូលមកដល់ប្រតិបត្តិការទេសចរដល់បងប្អូនប្រជាជនទាំងផ្ទាល់ទាំងប្រយោលសម្រាប់ខេត្តសៀមរាបនេះយ៉ាងសំខាន់ណាស់ជាពិសេសគឺទេសចរក្នុងស្រុកលោកនិកប៊ុននាងអ្នកគ្រប់គ្រងនៅសន្តាគារ Regency បានឲ្យដឹងថារយៈពេល3ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបន្ទប់ស្នាក់នៅក្នុងសន្តាគាររបស់លោកមានការកក់បន្ទប់ស្នាក់នៅពេញអស់ហើយសម្រាប់អង្គរសង្ក្រាន្ត3ថ្ងៃនេះខាងសន្តាគារយើងខ្ញុំបានទទួលកក់បន្ទប់នឹងពេញអស់ហើយបាទហើយពួកខ្ញុំទាំងអស់គ្នាក៏បានរៀបចំសម្រាប់ទទួលភ្ញៀវដែលគាត់មកស្នាក់នៅកន្លែងខ្ញុំហើយនឹងសេវាកម្មផ្សេងៗគឺខ្ញុំបានរៀបចំសេវាកម្មខ្ញុំរួចរាល់អស់ហើយបាទក្នុងរដូវអង្គរសង្ក្រាន្តយើង3ថ្ងៃនឹងបាទជាទូទៅគឺខ្ញុំសប្បាយចិត្តហើយទោះបីជាកន្លែងខ្ញុំពេញប៉ុន្តែនៅសន្តាគារផ្សេងទៀតនៅមិនទាន់ពេញនៅឡើយទេហើយខាងខ្ញុំក៏សប្បាយចិត្តនិងពេញចិត្តសម្រាប់ពួកគាត់មកលេងនៅក្នុងខេត្តសៀមរាបយើងបានទៅខ្ញុំចង់ឲ្យមានរាល់ឆ្នាំតែម្ដងបាទនៅពេលដែលមានអង្គរសង្ក្រាន្តជាទូទៅប្រជាជននៅខេត្តសៀមរាបគាត់សប្បាយចិត្តណាស់ដែលមានភ្ញៀវទេសចរមកច្រើនដែលគាត់មកទស្សនាទាំងភ្ញៀវជាតិនិងអន្តរជាតិបាទគឺធ្វើឲ្យសេដ្ឋកិច្ចរបស់យើងនឹងវាកាន់តែឡើងកាន់តែកើនសម្រាប់ប្រជាជនយើងដែលនៅខេត្តសៀមរាបបាទជាមួយគ្នានេះលោកដុកដេតម្ចាស់ភោជនីយដ្ឋានបន្ទាយជ័យ802និងក្លឹបបាញ់ធ្នូភូមិន្ទកម្ពុជាស្ថិតនៅក្នុងភូមិស្ទឹងឃុំបាគងស្រុកប្រាសាទបាគងខេត្តសៀមរាបបានឲ្យដឹងថា
នៅពេលដែលខេត្តមានរៀបចំព្រឹត្តិការណ៍ធំៗជាពិសេសដូចជាអង្គរសង្ក្រាន្តនេះគឺពិតជាមានសារៈសំខាន់ណាស់ព្រោះនឹងមានភ្ញៀវទេសចរមកលេងខេត្តសៀមរាបច្រើនហើយច្បាស់ណាស់ថាភ្ញៀវទេសចរទាំងនោះក៏នឹងមកទទួលទានអាហារនិងបាញ់ធ្នូលេងនៅកន្លែងគាត់ផងដែរក្នុងនាមជាប្រតិបត្តិការទេសចរចង់ឲ្យតែខេត្តរៀបចំកម្មវិធីឲ្យបានច្រើននៅក្នុងខេត្តយើងសម្រាប់នៅក្នុងរមណីយដ្ឋានរបស់ខ្ញុំគឺយើងបានរៀបចំរួចជាស្រេចសម្រាប់ក្នុងការទទួលភ្ញៀវនេះទី1នៅយើងបានរៀបចំតុបតែងនៅកន្លែងរបស់យើងឲ្យមានភាពតាក់ទាញទៅតាមបែបបទអង្គរសង្ក្រាន្តហើយយើងបានត្រៀមនៅមុខម្ហូបថ្មីសម្រាប់ចេញលក់នៅក្នុងថ្ងៃចូលឆ្នាំខាងមុខនេះដែរហើយទីធ្លាលេងកំសាន្តដូចជាកន្លែងធ្នូកន្លែងនេះគឺយើងបានរៀបចំស្អាតបាតយើងមានផលិតនៅធ្នូថ្មីtarget ថ្មីសម្រាប់ឲ្យភ្ញៀវគាត់មកលេងកំសាន្តឡើងយើងជាពិសេសយើងបានបង្រៀននៅក្រុមការងារអំពីអនាម័យផ្សេងមិនមែនថាពេលខែបុណ្យខែទៀនភ្ញៀវមកលេងកន្លែងយើងមកញ៉ាំបាយកន្លែងយើងវាកន្លែងរបស់យើងមិនមានអនាម័យអីអញ្ចឹងយើងបណ្ដុះបណ្ដាលក្រុមការងាររបស់យើងឲ្យគាត់យល់ដឹងពីអនាម័យដើម្បីឲ្យភ្ញៀវទេសចរនៅពេលគេមកលេងកន្លែងយើងគាត់ទទួលបាននៅវិញនៅសុខភាពល្អសប្បាយចិត្តអីចឹងទៅតម្លៃយើងគឺយើងលក់ធម្មតាហើយយើងមានការបញ្ចុះតម្លៃទៀតប្រសិនមកភ្ញៀវគាត់អញ្ជើញមកកន្លែងយើងឲ្យគាត់ទៅធ្វើគាត់ទទួលកក់មុនបានឲ្យគាត់ទូរស័ព្ទមកកក់យើងមុនយើងមានការបញ្ចុះតម្លៃជូនពួកគាត់ទៀតបាទលោកខាន់វ៉ាន់ឆាយតំណាងឲ្យបណ្ដាញសហគមន៍ទេសចរស្រុកបន្ទាយស្រីក៏បានឲ្យដឹងដែរថាបណ្ដាញសហគមន៍ទេសចរស្រុកបន្ទាយស្រីបានត្រៀមលក្ខណៈរួចរាល់ហើយដោយបានរៀបចំយ៉ាងយកចិត្តទុកដាក់និងរក្សាគុណភាពនិងតម្លៃជូនភ្ញៀវទេសចរពុកម៉ែបងប្អូនដែលមកកំសាន្តមកទទួលទានអាហារនិងប្រើប្រាស់សេវាកម្មទេសចរផ្សេងៗដែលមាននៅក្នុងសហគមន៍របស់លោកបណ្ដាញសហគមន៍ទេសចរនៅក្នុងឃុំបណ្ដានៅស្រុកបន្ទាយស្រីបានត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលបងប្អូនពុកម៉ែដែលបានអញ្ជើញមកទស្សនានៅខេត្តសៀមរាបហើយនៅតាមបណ្ដាញសហគមន៍ទេសចរក្នុងស្រុកបន្ទាយស្រីក្រុមបណ្ដាញទេសចររបស់យើងខ្ញុំបានរៀបចំយ៉ាងយកចិត្តទុកដាក់និងរក្សានូវគុណភាពនិងតម្លៃជូនពុកម៉ែបងប្អូនដែលបានមកទស្សនានៅកំសាន្តនៅសហគមន៍នីមួយៗនៅក្នុងស្រុកបន្ទាយស្រីរបស់យើងតាមសហគមន៍របស់យើងមានភ្ញៀវទេសចរបានកក់ទុករួចមកហើយបាទដោយសារយើងមានការផ្សព្វផ្សាយមុនដើម្បីឲ្យភ្ញៀវគាត់បានមានការកក់ទុកសម្រាប់គាត់មកលេងសម្រាប់ខ្ញុំជឿជាក់យ៉ាងមុតមមថាអង្គរសង្ក្រាន្តនេះបានរុញច្រានឲ្យសេដ្ឋកិច្ចនៅក្នុងខេត្តរបស់យើងនឹងមានការកើនឡើងខ្លាំងព្រោះអីមានទេសចរមកចូលរួមច្រើនដូចជាភ្ញៀវជាតិអន្តរជាតិជាពិសេសភ្ញៀវអន្តរជាតិគាត់ក៏បានចូលរួមកំសាន្តច្រើនដែរគាត់មានការកក់ទុកគាត់នឹងព្យាយាមគាត់ចង់មកទស្សនាកំសាន្តនៅអង្គរសង្ក្រាន្តរបស់យើងមានការចាប់អារម្មណ៍ខ្លាំងមែនទែនដែលយើងមានការកក់ទុករួចមកហើយសម្រាប់ភ្ញៀវអន្តរជាតិបាទសូមជម្រាបផងដែរថាកាលពីឆ្នាំ2013ដែលជាឆ្នាំចាប់កំណើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណចំនួន 170,000 នាក់ហើយចំនួននេះមានការកើនឡើងជាលំដាប់ដោយនៅក្នុងនោះក្នុងឆ្នាំ2023ដែលជាខួប10ឆ្នាំរបស់អង្គរសង្ក្រាន្តខេត្តសៀមរាបទទួលបានអ្នកទេសចរចូលមកកំសាន្តក្នុងព្រឹត្តិការណ៍នេះប្រមាណជាង2លាននាក់និងមានលំហូរសាច់ប្រាក់ចូលមកក្នុងខេត្តនេះប្រមាណជាង$126 លានសហរដ្ឋអាមេរិកកម្ពុជាមាតុភូមិអញ្ចឹងដែលយើង